សួស្តីទាំងអស់គ្នាវីដេអូមួយនេះខ្ញុំនឹងបង្ហាញពីរបៀបបង្កើត form ឬក៏យើងហៅថា Google Form ដែលមានទម្រង់បែបនេះដើម្បីយើងអាចបង្កើត Google Form បានជំហានដំបូងអ្នកទាំងអស់គ្នាត្រូវចូលមកកាន់ Google Chrome ជាមុនសិនឬក៏យើងហៅថា Chrome ធម្មតាហ្នឹងហើយយើងមើលមកផ្នែកខាងស្ដាំអ្នកទាំងអស់គ្នាឃើញចុចប្រមាណហ្នឹងចុចលើហ្នឹងឬក៏ឈ្មោះវា Google App ហើយអ្នកទាំងអស់គ្នា scroll មកខាងក្រោមចូលទៅកាន់ Zip ចូលមកកាន់ Sheet ហើយអ្នកនរគ្នាចូលមកខាងកន្លែងត្រី3កន្លែងនេះហើយយើងចូលពាក្យ form អ្នកនរគ្នាអាចមើលនៅនេះបាន recent form នេះគឺជា form ដែលយើងធ្លាប់បានបង្កើតពីមុនមកគឺវានឹងបង្ហាញនៅកន្លែងនេះហើយទម្រង់ខាងលើនេះគឺជា Google Form ឬក៏ form ដែលមានស្រាប់យើងអ្នកនរគ្នាអាចចូលទៅប្រើរបស់គេក៏បានដែរប៉ុន្តែវីដេអូមួយនេះខ្ញុំនឹងបង្ហាញរបៀបបង្កើតថ្មីមកអញ្ចឹងយើងយក blank form នេះគឺជា form ថ្មីរបស់យើងអញ្ចឹងពេលយើងចូលមកដល់ភ្លាមគឺទម្រង់នេះមានតែប៉ុណ្្នឹងទេអ្នកទាំងគ្នាប្រហែលជាឃើញជាទូទៅយើងតែងតែមានរូបភាពនៅទំព័រខាងលើអញ្ចឹងដើម្បីយើងអាចដាក់រូបភាពទាំងអស់ហ្នឹងបានអ្នកទាំងគ្នាត្រូវចុចកន្លែងនេះ customize កន្លែងនេះអ្នកទាំងគ្នាចុចមកយើងយក header នេះមកនេះយក choose image កន្លែងនេះមានរូបច្រើនអ្នកទាំងគ្នាចង់ upload ពីកុំព្យូទ័រយើងក៏បានយកពី Google Drive ក៏បានប៉ុន្តែកន្លែងនេះខ្ញុំជ្រើសរើសយករូបដែលមានស្រាប់ខ្ញុំយកអាក្រោមគេទេហើយយើងយក insert តោះគ្នាអាចចាំមកពេកទៅទីរបស់យើងបានហើយសម្រាប់អាកន្លែងពណ៌មួយឆ្នោតកន្លែងនេះអ្នកទាំងអស់គ្នាក៏អាចធ្វើការផ្លាស់ប្ដូរបានដោយខ្លួនឯងផងដែរយើងមើលត្រង់ចំណុច color អ្នកទាំងអស់គ្នាយើងអាចចុចដូរបានតាមតម្រូវការរបស់យើងតែយើងយកអាពណ៌នេះទៅដើម្បីឲ្យវាស៊ីជាមួយនឹងរូបភាពខាងលើរបស់យើងនេះហើយក៏ត្រង់ចំណុចនេះកន្លែងដាក់ឈ្មោះ form យើងតើអ្នកគ្នាចង់ដាក់ឈ្មោះ form បែបណាចឹងអានេះខ្ញុំដាក់ register ហ្មងទៅដែលខ្ញុំដាក់ថា register student បន្ទាប់មកយើងចូលមកដល់កន្លែងយើងបង្កើតសំណួរយើងខាងក្រោមឬក៏យើងបង្កើតកន្លែងសម្រាប់បញ្ចូលព័ត៌មានក៏បានដែរអញ្ចឹងទី1នេះខ្ញុំដាក់ឲ្យគាត់បញ្ចូលឈ្មោះខ្ញុំដាក់ថា enter your name កន្លែងនេះយើងយកជា short answer ទៅដូចថាឈ្មោះពាក្យច្រើនគឺខ្លីៗទេអត់មានឈ្មោះវែងទេអញ្ចឹងដើម្បីអាចកើតសំណួរឬក៏បង្កើតអ្វីជាបន្តទៀតអ្នកទាំងនេះចុចសញ្ញាបូក add question អ្នកមកខាងក្រៅមួយឥឡូវខ្ញុំកន្លែងនេះខ្ញុំឲ្យគាត់បំពេញព័ត៌មានជា page វិញអញ្ចឹងខ្ញុំដាក់ថា gender ជាទូទៅ page ភាគច្រើនគេមានជាជម្រើសឲ្យយើងរើស select ទេនេះអញ្ចឹងកន្លែងនេះអ្នកគ្នាអាចប្រើ multiple choice នេះ option ទី1បើតើគ្នាអត់ពេញចិត្តទេអាចផ្លាស់ប្ដូរទៀតនេះជម្រើសគេមានច្រើនមាន paragraph ក៏មាន short answer មាន check box មាន drop down ក៏បានប៉ុន្តែ page ភាគច្រើនជាជម្រើសខ្ញុំយក option វិញខ្ញុំដាក់ male កន្លែងនេះដាក់ female វាអូតូវាអាចស្គាល់ដោយសារខ្ញុំធ្លាប់បង្កើតពីមុនមកហើយចុងក្រោយខ្ញុំដាក់ other ទៅដាក់3តែប៉ុណ្ណាមកបន្តមកយើងបង្កើតមួយទៀតនេះខ្ញុំដាក់select your subject អាហ្នឹងខ្ញុំគាត់ទៅតេស្តឲ្យទាំងអស់គ្នាមើលទេប៉ុន្តែការពិតយើងអាចដាក់អ្វីផ្សេងក៏បានដែរ select your subject នេះយើងអាចជ្រើសរើសបានច្រើនអញ្ចឹងខ្ញុំយកជា check box វិញដោយសារ check box យើងអាចឲ្យគាត់រើសបាន2 3ចាប់ពី1ឡើងទៅឧទាហរណ៍នេះខ្ញុំដាក់ថា English ហើយទី2ខ្ញុំដាក់ថា computer ខ្ញុំដាក់មួយទៀតទៅអាចដាក់ជាmath អីចឹងទៅឥឡូវខ្ញុំយកមួយទៀតដាក់ other ហើយជាចុងក្រោយខ្ញុំដាក់មួយទៀតហ្នឹងទៅហើយខ្ញុំដាក់ថា where are you from ឲ្យគាត់បំពេញតែគាត់ដល់ពីណាអញ្ចឹងកន្លែងនេះភាគច្រើនគាត់អាចនឹងសរសេរវែងអញ្ចឹងយើងយកជា
paragraph មួយទៅឲ្យគាត់អាចសរសេរបានច្រើនបើយើងវាជាមានតែប៉ុណ្្នឹងទេប៉ុន្តែនៅក្នុងនេះយើងត្រូវកំណត់មួយទៀតកន្លែងខ្លះយើងទាមទារឲ្យគាត់បំពេញតែម្ដងអញ្ចឹងយើងមើលត្រង់ require កន្លែងនេះគឺវាបិទបើបិទមានន័យថាកន្លែងនេះគាត់បំពេញក៏បានអត់ក៏បានដែរប៉ុន្តែកន្លែងឈ្មោះវាសំខាន់អញ្ចឹងខ្ញុំបើកវាអញ្ចឹងខ្ញុំយក require អញ្ចឹងមានថាកន្លែងហ្នឹងគឺគាត់ត្រូវតែបំពេញអត់អាចរំលងបានទេដោយសារព័ត៌មានទាំងអស់នេះសុទ្ធតែសំខាន់អញ្ចឹងខ្ញុំដាក់ require 2ហ្មងទៅខ្ញុំបង្កើតតែប៉ុណ្្នឹងទេ form យើងបង្កើតបានរួចរាល់អស់ហើយមួយទៀតយើងមើលកន្លែង response នេះម្ដង response នេះនៅពេលដែលយើង share link ទៅឲ្យគេហើយពេលដែលគេ join link ឬក៏ submit ចម្លើយមកយើងនឹងអាចមើលត្រង់នេះបានហើយ link to sheet មានន័យថាវានឹងបង្កើតជា sheet ឲ្យយើងដូចនៅក្នុង Excel អញ្ចឹងបង្កើតជាតារាងឲ្យយើងស្រាប់តែម្ដងកន្លែង setting នេះជាការកំណត់របស់ form យើងក្នុងនោះវាមានទម្រង់កំណត់ជាច្រើនយើងនឹងបង្ហាញនៅទីទៀតនេះឥឡូវខ្ញុំឲ្យអ្នកគ្នាមើលសិនស្រោចចំណុចភ្នែកនេះកន្លែងយើង preview មុនពេលដែលយើងបង្កើត form ហ្នឹងឬក៏ផ្ញើទៅឲ្យអ្នកដទៃប្រើយើងអាច preview មើលជាមុនសិនខ្លាចលោកមានកំហុសអីអញ្ចឹងមួយនេះគឺជាទម្រង់ form យើងនៅពេលដែលយើងផ្ញើទៅឲ្យអ្នកដទៃឬក៏ផ្ញើទៅឲ្យអ្នកផ្សេងទៅគេនឹងឃើញ form យើងមានទម្រង់បែបនេះឥឡូវឈ្មោះហ្នឹងឥឡូវខ្ញុំអត់ដាក់ឈ្មោះទេខ្ញុំចូលមកដល់ខ្ញុំជ្រើសរើសកន្លែង gender ហ្មងតែ female ដល់តែឃើញអត់ this is required question មានថាកន្លែងហ្នឹងគឺវាទាមទារឲ្យយើងបំពេញអត់អាចរំលងទេឥឡូវខ្ញុំបំពេញហើយកន្លែងនេះក៏ required ដូចគ្នាដែរឥឡូវខ្ញុំអត់បំពេញតានេះទេខ្ញុំទុកចោលហើយខ្ញុំបំពេញអាក្រោមរបស់យើងដាក់ថា Cambodia អ្នកនរគ្នាឃើញអត់នេះថាកន្លែងនេះខ្ញុំអត់បានបើកមុខនេះ require ទេអញ្ចឹងកន្លែងនេះគឺខ្ញុំអាចរំលងបានប៉ុន្តែដោយសារ form នេះវា preview ទេអញ្ចឹងយើងមិនអាច submit បានទេអញ្ចឹងយើងបកទៅកាន់ form ដើមយើងវិញយើងចូលមកកាន់ setting ទី1នេះ make this a quiz ជាទូទៅបើសិនជាយើងចង់ដាក់អានឹងជា quiz ដែលអាចកំណត់ចម្លើយឬក៏កំណត់បន្ទុកសាស្ត្រទី1យើងគួរតែ enable វាយើងគួរតែបើកវាទៅមានអ្នកខ្លះមានច្រើនទៀតមាន before question point value ក៏មានដែរលើនេះយើងដូចជាមិនសំខាន់ទេយើងអាចបើកតាមគេទៅទី2នេះ response អានេះយើងmanage វាយើងគ្រប់គ្រងវាតើអ្នកអាចចុចតម្លាក់នេះណាកន្លែងនេះវាមាន collect email address មានថានៅពេលដែលគេ submit របស់យើងហើយនឹងយើងអាចប្រមូលឬក៏យើងអាចដឹងថា Gmail របស់គេអញ្ចឹងយើងអាចយកក៏បានអត់ក៏បានតែខ្ញុំអត់យកទេអានេះវាមានមុខនេះច្រើនតើគ្នាអាចមើលតាមនឹងបានអានេះវា limit តែម្នាក់ឯងអានេះវាទាមទារតែម្នាក់គត់កន្លែងនេះមានន័យថាយើងអាចឲ្យគេធ្វើការកែប្រែបន្ទាប់ពី submit ហើយអញ្ចឹងកន្លែងហ្នឹងអត់បើកទេមានន័យថាតែ submit ហើយគឺចប់ហើយអត់ឲ្យកែទៀតទេកន្លែងនេះ manage ដូចគ្នាដែរតើគ្នាអាចចូលមើលលេងបាននេះយើងអាចមើលតាមនឹងត្រួសទៅកន្លែងនេះកន្លែងអ្វីដែលសំខាន់ណា view result summary មានថាកន្លែងនេះបន្ទាប់ពីគាត់ធ្វើការជ្រើសរើសឬក៏បំពេញក្នុងនឹងហើយយើងអាចបង្ហាញបន្ទុកភ្លាមបានឲ្យគាត់ឃើញបើយើងបិទបែបនេះមានថាគាត់មើលបន្ទុកណាត់ឃើញទេអញ្ចឹងយើងបើកវាមកជាបើកមកកន្លែងនេះជា default អីធម្មតាទេចឹងយើងចូលមកកាន់ question យើងវិញហើយយើងធ្វើការកំណត់ចម្លើយដែលត្រឹមត្រូវឥឡូវឧទាហរណ៍ថាកន្លែងនេះឧទាហរណ៍ថាកន្លែងនេះជាឥឡូវជាឧទាហរណ៍ថាកន្លែងនេះវិញ subject នេះគឺជាចម្លើយវិញអញ្ចឹងយើងចូលលើវាសិនហើយយើងឃើញពាក្យ answer key អញ្ចឹងយើងចុចលើ answer key ហ្នឹងមកហើយយើង select យកចម្លើយដែលត្រឹមត្រូវឥឡូវចម្លើយត្រឹមត្រូវខ្ញុំយកអង់គ្លេសបើសិនជាគាត់ select អង់គ្លេសហ្នឹងគឺជាចម្លើយត្រឹមត្រូវហើយបន្ទុកខ្ញុំឲ្យ5បន្ទុកឥឡូវខ្ញុំដាក់តែមួយទេអូខេអញ្ចឹងប៉ុណ្ណឹងបានទេអញ្ចឹងmìnhធ្វើការpublish វាទៅនេះបន្ទាប់ពីយើងផុសហើយយើង publish មួយទៀតណាកន្លែងនេះវាជាមិនបាច់មកលេខអីទៀតទេយើង publish អូតូហើយយើងអាច copy link ផ្ញើទៅឲ្យអ្នកដទៃដើម្បីប្រើប្រាស់បានឥឡូវខ្ញុំ copy មួយហើយខ្ញុំធ្វើការ test សាកល្បងឲ្យទាំងអស់គ្នាបានឃើញផ្ទាល់
មុននឹងសាកល្បងគ្នាចូល response ណាដោយសារអត់ទាន់មានអ្នកប្រើប្រាស់ form នោះទេអញ្ចឹងកន្លែងនេះគឺ0ខ្ញុំចូលមកកាន់ផ្ទាំងខាងនេះមួយទៀតដោយសារខ្ញុំប្រើ Gmail ពេកអញ្ចឹងខ្ញុំ pass link មិញខ្ញុំយក pass ណានេះ link form របស់ខ្ញុំវិញណានេះ form នេះចេញមកគឺតម្រុំបែបនេះឥឡូវយើងដាក់ឈ្មោះយើងសិនខ្ញុំដាក់ Lee ចឹងទៅ page ខ្ញុំយក female ហើយ subject កន្លែងនេះមុនហ្នឹងខ្ញុំដាក់អង់គ្លេសឥឡូវខ្ញុំអត់យកអង់គ្លេសខ្ញុំចូលកុំព្យូទ័រវិញហើយកន្លែងនេះខ្ញុំដាក់តែ Cambodia យើងដាក់បញ្ជូនបន្ទាប់មកយើងអាចមើលបន្ទុកបានដោយសារកន្លែងនេះយើងបានបើក open វាណាយើងមើលបន្ទុកជិះបន្ទុកយើង0ដោយសារចម្លើយអឺកុំព្យូទ័រគឺមិនត្រឹមត្រូវទេឥឡូវយើងអាចតេស្តមួយទៀតយើងដាក់ស្នើការឆ្លើយតបផ្សេងអានេះដោយសារតែខ្ញុំបានកំណត់ទេអញ្ចឹងមានន័យថា Gmail ម្ដងហ្នឹងគឺយើងប្រើ submit ប្រហែលដងក៏បានដែរប៉ុន្តែបើសិនជាមែនទែនទៅយើងអាចកំណត់អានោះបានដែរឥឡូវដាក់ second ខ្ញុំយកមកហើយខ្ញុំយកអង់គ្លេសវិញតែក៏ពិតជាទូទៅកន្លែង check box ហ្នឹងយើងអាចរើសបាន2 3ប៉ុន្តែមិញហ្នឹងខ្ញុំកំណត់ចម្លើយត្រឹមត្រូវគឺតែមួយទេអញ្ចឹងខ្ញុំយកតែមួយដូចគ្នាហើយដាក់ថា Cambodia ដូចគ្នាដាក់បញ្ជូនមើលបន្ទុកបាន5បន្ទុកនេះគឺជាចម្លើយត្រឹមត្រូវហើយយើងចូលមកកាន់ខាងនេះវិញចឹងក៏យើងបានពេញដោយសារមិញខ្ញុំតេស្ត2ដងនេះគឺឈ្មោះអ្នកដែលបានប្រើមិញហ្នឹងយើងអាចមើលតែបាននេះហើយបើសិនជា form ហ្នឹងយើងបិទឈប់ឲ្យគេ register ហើយអញ្ចឹងតោះគ្នាចូលមកខាងក្រៅនេះ publish ហ្នឹងពេលដែលយើងដាក់ឲ្យគេប្រើប្រាស់ក៏ចូលទៅហ្នឹងពេលដែលយើងបិទ form ហ្នឹងវិញក៏ចូលកន្លែងហ្នឹងដដែលដែរនេះតោះគ្នាបិទអាបន្ទប់នេះមកកន្លែងនេះយើងអាចកំណត់ពេលវេលាឬក៏ចំនួនអ្នក submit ឧទាហរណ៍យើងកំណត់ម៉ោង10អញ្ចឹងម៉ោង10វាអូតូបិទឯងបើយើងកំណត់ចំនួន10នាក់មានន័យថាពេលដែលគេ submit គ្រប់10នាក់ form ហ្នឹងវាបិទដោយខ្លួនឯងប៉ុន្តែអានេះខ្ញុំអត់កំណត់ទេខ្ញុំបិទកន្លែងនេះវិញអញ្ចឹងកន្លែងនេះតែយើងបិទបតុងហ្នឹងហើយយើងចុច save form ហ្នឹងគឺបិទដំណើរការដោយស្វ័យប្រវត្តិគឺប្រើលេខបានទេនេះមិនបិទទេណាអញ្ចឹងយើងចូលមកកាន់Gmail ដែលយើងប្រើដើម្បី submit មិញទៅយើងបើកមើលថា form ហ្នឹងវាដាច់មែនអត់នេះនៅផ្ទះមួយនេះយើងដាក់ស្នើម្ដងទៀតណានេះគឺ form ហ្នឹងឈប់ទទួលយកការឆ្លើយតបទៀតហើយមានថាយើងមិនអាចប្រើដើម្បី submit ទៀតទេអញ្ចឹង form ហ្នឹងគឺផ្ដាច់ហើយអញ្ចឹងយើងអាចមើលជាតារាងដូចនៅក្នុង Excel ក៏បានដែរអ្នកនរជាកន្លែងនេះគឺយើង create sheet នឹងថ្មីហើយនេះគឺយើងដាក់ឈ្មោះ sheet ហ្នឹងចូលដាក់ឈ្មោះគេដូចសាមិញ register ចូលនេះដាក់ register ដូចគ្នាទៅ register student ហើយយើងដាក់ create form យើងគឺបានបង្កើតនៅក្នុង Google Sheet ហើយអ្នកនរគ្នាអាចធ្វើការ share ទៅឲ្យមិត្តភ័ក្តិឬក៏អ្នកគ្រប់គ្រងយើងគាត់ចូលពិនិត្យមើលនៅក្នុង form ហ្នឹងក៏បានហើយនេះយើងអាច sort នេះអាចទៅនេះយើងអាចកំណត់ខ្លួនឯងបានដែរអញ្ចឹងវីដេអូបង្កើត form យើងមានតែប៉ុណ្្នឹងទេអរគុណ